សួស្តីកូនសិស្សទាំងអស់គ្នាថ្ងៃនេះគ្រូមកបង្ហាញយើងតើតើមួយ small project មួយទៀតអញ្ចឹងថ្ងៃនេះគ្រូចង់ឲ្យ user បញ្ចូលឈ្មោះហើយនឹងដាក់ password ដើម្បី login ចូលហើយដើម្បី display មកនៅពេល result ចេញមកគឺវាមាន successful និង invalid ណាអញ្ចឹងបើសិនជាលក្ខណៈ true វាចេញមក successful ហើយបើសិនជាវាអត់ត្រូវទេវាត្រូវចេញមកគឺ invalid ណាអញ្ចឹងគ្រូបោះ message អញ្ចឹងណាអញ្ចឹងគ្រូបង្កើត project ឲ្យពួកយើងមួយណាកើត file ឲ្យពួកយើងហើយគូចាប់ផ្ដើមទៅសេ code ឲ្យពួកយើងថាយើងត្រូវ variable ស្អីឡើយហ្នឹងអញ្ចឹងគូប្រើ deep អញ្ចឹងដាក់ login ណា login អញ្ចឹងមកណា login like this អញ្ចឹង like នេះគូដាក់ថា user ណា username ណា username and password ណា password អញ្ចឹង like នេះមានលេខកូដសម្ងាត់មានឲ្យបញ្ចូលឈ្មោះនិងឲ្យបញ្ចូលលេខកូដសម្ងាត់ like នឹងខ្មែរយើងភាសាអញ្ចឹងអូខេនៅពេលដែលយើងទៅសេបានប៉ុណ្ណឹងយើងអាចខ្ញុំប្រើ if មួយ if user មានថា user នឹងឯង username អញ្ចឹងបើសិន username នោះវាត្រូវអីណាអញ្ចឹងឥឡូវ username គូដាក់ admin ណាដាក់ឈ្មោះ admin ទៅអញ្ចឹង admin like this ណាដាក់អីក៏បានអញ្ចឹងបន្ទាប់មកទៀតគូដាក់ password បើ password ដែលយើងចេះទៅ password នេះគូអាចទៅសេចេះឲ្យស្មើនឹងលេខទៅណាឲ្យស្រួលណាអញ្ចឹងបើគ្រូសេឡូវក្រេ2អញ្ចឹងណាក្រេ2ក្រេ3អញ្ចឹងណា1 2 3 4ណាអញ្ចឹងគ្រូដាក់ password ក្រេ2ក្រេ3ណាស្រួលចាំនៅពេលដែលគ្រូសរសេរប៉ុណ្ណឹងគ្រូចាប់ផ្ដើមreturn មួយណាគ្រូ return អញ្ចឹង return មានថាបើលក្ខខណ្ឌពិតវាចាប់ true នឹងឯងឲ្យវាចេញមកចម្លើយវាលក្ខខណ្ឌត្រូវណាអញ្ចឹងបើសិនជាវាអត់ពិតវាត្រូវចាក់ចេញពី loop ហ្នឹងអញ្ចឹង l like this l this អូខេអញ្ចឹងយើង return ទៅកាន់មួយទៀតនៅពេលដែល return នេះវាទៅ false ហើយ return នេះមានថាវាអត់ត្រូវអញ្ចឹងវាចេញ false like this អញ្ចឹងនៅពេលដែលគ្រូទៅសេបានប៉ុណ្ណឹងអញ្ចឹងខ្ញុំចង់ឲ្យ user log in ជា username របស់គាត់ឈ្មោះអីបន្ទាប់មកគាត់បញ្ចូលជា password របស់គាត់លេខប្រមាណអញ្ចឹងបើមិនគាត់ចាំវា error ហើយមានថាវាចេញមក message គាត់ត្រូវអញ្ចឹងខ្ញុំបង្កើតចេះមក variable username នេះអញ្ចឹងវាស្មើនឹង input ណាគួរឲ្យ input ណាអញ្ចឹង input ឡើង input ចេះគូបោះ message ចេះទៅគូបោះ message ថា enter your username ណា username ណា your username like this អញ្ចឹងគ្រូបោះ message អញ្ចឹងយើងបញ្ចូលឡើងហ្នឹងណាអញ្ចឹង enter your username បន្ទាប់មកទៀត variable ទី2គឺ password ណាអញ្ចឹង password like this អញ្ចឹងយើងឲ្យ user បញ្ចូលគឺ input ដែរតែ password របស់គាត់ណា password អញ្ចឹងកន្លែងនេះគ្រូបោះថា enter ណា enter your password ណាដាក់ password អញ្ចឹងទៅ your password នេះ enter your password អញ្ចឹងបានប៉ុណ្ណឹងគូចាប់ផ្ដើមប្រើ if ណាគូប្រើ if គូចាប់ដើមប្រើ if ប៉ុណ្ណឹងកំអាលគូរៀបនេះតិចឲ្យណាអូខេ listen អូខេណា yes តោះមកគូប្រើ if នេះអញ្ចឹងបានថាតើទៅមួយ if នេះវាតើទៅមួយ login ណាlogin like this គូដាក់អញ្ចឹងទៅអញ្ចឹង like this username ណា username ហើយកន្លែងនេះគឺ password ណានេះ password like this អញ្ចឹង password នេះ password like this អញ្ចឹង if login username and password ហើយគ្រូចាប់ផ្ដើម print តម្លៃមួយទៀតណា print តម្លៃឲ្យយើង print តម្លៃអីឡើយហ្នឹងណាអញ្ចឹងយើង print តម្លៃគ្រូដាក់ថា
login ទៅណាគូដាក់ថា login កន្លែងហ្នឹងដាក់ថាចេះsuccessful ណា successful ហើយនេះ successful ហើយនេះអូខេនៅពេលបានប៉ុណ្ណឹងគូចាប់ផ្ដើមនេះលក្ខខណ្ឌវាពិតអ្នកមួយទៀតមិនពិតវាត្រូវ L ហើយមិនចឹងណាអញ្ចឹងលក្ខខណ្ឌ L នេះអូខេបន្ទាប់មកទៀតគូចាប់ផ្ដើម print អាហ្នឹងមានថានេះ error មានថាបើបញ្ចូលលេខកូដអត់ត្រូវវាបោះ mistake មកខុសអញ្ចឹងឡើយនេះគូដាក់ថាចេះគូដាក់ថា invalidate ចា invalid ចាបើហ្នឹងចាស់invalid username okay username or password នេះ or password okay or password like this អូខេពេលយើងសរសេរបានប៉ុណ្ណឹងពួកយើងមើលវា error ឡើងណាយើងកែឡើងហ្នឹងណា username អូខេចឹងនៅពេលដែលយើងសរសេរបានប៉ុណ្ណឹងពួកយើងត្រូវចាំថាបើសិនជាយើងសរសេរអត់តម្រឹមក៏វា error ដែរយើងមើលទៅវា error ចឹងនៅពេលដែលគូសរសេរ program បានប៉ុណ្ណឹងគូចាប់ផ្ដើម save ហើយrun ឲ្យពួកយើងមើលណាចឹងគូបញ្ជាក់បន្តិចនៅពេលដែលយើងពេល login ណា user login ឈ្មោះគាត់ admin ហើយ password គូដាក់ឲ្យគូដាក់ grade 2 grade 3ណា grade 2 grade 3ចឹងដើម្បីនេះគូ save ឲ្យមួយណាពួកយើង save ដើម្បី run ចឹងគូ save ដាក់ចេះទៅគូដាក់ថា user login គូ save ប៉ុណ្ណឹងគូ save login ណា user login អូខេពេលដែលគូសរសេរបានប៉ុណ្ណឹងគូจะចាប់ផ្ដើម run program ឲ្យពួកយើងមើលតើវា error ឬអត់ចឹងកន្លែងមើលកន្លែងនេះវាចេញមកគឺគេថា enter your username ចឹងកន្លែងនេះខ្លួនឯងត្រូវវាយឈ្មោះ username គាត់គឺ admin ចឹង A ធំបើអត់ត្រូវវាឲ្យ admin ណាចឹង admin សេតែប៉ុណ្ណឹងបានណា enter បន្ទាប់មកអាទី2វាឲ្យ login ចូលដោយសារគ្រូដាក់ password grade 2 grade 3អញ្ចឹង1 2 3 4 អញ្ចឹងមានន័យថា grade 2 grade 3អញ្ចឹងពេល enter មកវាចេញ message ថា login successful មកណាណែឃើញទេ login successful អាហ្នឹងនៅពេលដែលយើង run ត្រូវពេលដែលយើងសេដែលគាត់បញ្ចូលឈ្មោះគាត់ត្រូវហើយនឹងលេខកូដសម្បត្តិគាត់ត្រូវអាហ្នឹងវាបោះ message អញ្ចឹងបើយើងមិនជឿយើងសារ run មួយទៀតមើលឥឡូវឧបមាថាគ្រូ run ម្ដងទៀតឧបមាថាគ្រូ run ម្ដងទៀតណាគ្រូ run ម្ដងទៀតវាឲ្យ login ភាសាថ្មីអញ្ចឹងនៅពេលដែលគ្រូ login admin ត្រូវឧបមាចុះណាឥឡូវ admin ត្រូវក៏ត្រូវចុះតែសំខាន់ password ដែរបើគ្រូចេះសរសេរឧបមាទៅបើសិនជាគ្រូសេលេខ1ចេះហើយវាពេល enter មកវាមិនវាបោះ message ថាម៉េចណាអញ្ចឹងវា invalid ណានេះវាបោះ message ថា invalid username or password អញ្ចឹងវាថាវាអត់ត្រូវទេអាហ្នឹងអញ្ចឹងគ្រូបញ្ជាក់បន្តិចរាល់ username នេះយើងដូរមិនក៏បានដែរ username password នេះចង់ដាក់អីក៏បានដែរឥឡូវឧបមាឥឡូវគ្រូដាក់ផ្សេងទៀតឧបមាណាឥឡូវគ្រូដាក់ឈ្មោះគ្រូចុះឧបមាអូខេអញ្ចឹងបន្ទាប់មក password គ្រូដាក់ជាអក្សរទាំងអស់ក៏បានដែរឥឡូវគ្រូដាក់ថាចានេះអញ្ចឹងអូម៉ែណាអញ្ចឹងនៅពេលដែលគ្រូ run ម្ដងទៀតណានេះវាឲ្យបញ្ចូលអញ្ចឹងយើងមើលខាងលើវាឲ្យយើងបញ្ចូលអីគេ username ឈ្មោះគ្រូណាដាក់ផ្លឹបនេះដាក់មកឡើយហ្នឹងណាតោះមក enter អាហ្នឹងត្រូវហើយតែចាំមើល password ឈ្មោះចានីអញ្ចឹងយើងដាក់មកចានីណាអញ្ចឹងយើងសរសេរមកដល់ចាំមើលបើសិនជា password នឹងត្រូវពេលយើង enter មកគេដាក់ login successful ហើយឡើយនេះងឥឡូវមើលនេះវាដាក់ login successful ហើយមានន័យថា user ប៉ុណ្ណេះហើយឈ្មោះប៉ុណ្ណេះអញ្ចឹង user ឈ្មោះស្រេងបន្ទាប់មក password ឈ្មោះចានីអញ្ចឹងនៅពេលដែល login ត្រូវវាចេញមក successful ណាអញ្ចឹងថ្ងៃនេះពួកយើងបាន project មួយសម្រាប់ login
ចឹងមានថាឲ្យ register ជា username និង register ជា password ចឹងពួកយើងចំណេញណាពួកយើងបាន project យើងមួយល្អណាចឹង code នេះពួកយើងមើលខាងលើនេះគ្រូបង្ហាញឲ្យនេះអ្វីជា result ហើយគ្រូបោះណាគ្រូរ៉ាន់សារចុះសារឡើងដើម្បីឲ្យពួកយើង start ទៅជាមួយ program មួយហ្នឹងណាអញ្ចឹងគ្រូចេញប៉ុណ្ណឹងចុះហើយពួកយើងយកទៅមើលហើយប្រឹងប្រែងរៀនហើយទៅសេ program ឲ្យមានទំនុកចិត្តនៅពេលដែលយើងច្បាស់ទៅលើ algorithm របស់វាតែទៅមួយ loop statement expression ហ្នឹងឯងណាអូខេ goodbye ទាំងអស់គ្នាប៉ុណ្ណឹងចុះណា